លោកគ្រូឃើញថាអាមេរិកនិងអ៊ីរ៉ង់បានប្រយុទ្ធគ្នាដែលអាមេរិកចាប់ដៃជាមួយអ៊ីស្រាអែលហ្នឹងបាញ់ប្រយុទ្ធជាមួយអ៊ីរ៉ង់បើគិតមកទល់នេះមានរយៈពេល3-4ថ្ងៃហើយបើតាមទស្សនៈលោកគ្រូក្នុងនាមជាអ្នកវិទ្យាសាស្ត្រនយោបាយមនុស្សលោកគ្រូមើលឃើញយ៉ាងណាចំពោះចំនួននេះបាទបើទស្សនៈខ្ញុំទី1ខ្ញុំចាប់អារម្មណ៍ទៅលើយន្តការនៃច្បាប់អន្តរជាតិណាយន្តការច្បាប់អន្តរជាតិវាអត់ដើរអង្គការសហប្រជាជាតិឬក៏ការចរចាឬក៏ហៅថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងប្រើការអត់ឃើញដំណើរការប្រើការមានប្រសិទ្ធភាពណាអញ្ចឹងសហរដ្ឋអាមេរិកប្រើអំណាចខ្លួនឯងក្នុងនាមជាប្រទេសមហាអំណាចឬថាប្រទេសមានឥទ្ធិពលជាងគេទៅដោះស្រាយគឺទៅបង្ក្រាបនៅប្រទេសអ៊ីរ៉ង់ពាក់ព័ន្ធនឹងការគេហៅថាផលិតជាតិអ៊ុយរ៉ាញ៉ូមឬក៏អាវុធអ៊ុយបច្ចេកវិទ្យាអាវុធបល័យលោកនេះជាយន្តការមួយឃើញថាតើមានដំណើរបានធ្វើបានកាលណាយន្តការនឹងគឺការខ្លះគឺធ្វើឲ្យស្ដាប់ដល់គ្រប់រូបបាត់មិនបានដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិដែលបង្កើតឡើងឆ្នាំ1945នេះជាក្តីកង្វល់របស់ពលរដ្ឋទាំងអស់នៅលើសកលលោកជាពិសេសប្រទេសតូចដូចកម្ពុជានឹងយើងបារម្ភបាទមានមូលហេតុអ្វីខ្លះទើបអាមេរិកនិងអ៊ីស្រាអែលចាប់ដៃគ្នាវាយអ៊ីរ៉ង់បែបនេះកត្តារួមសំខាន់គឺប្រទេសអ៊ីរ៉ង់អត់ព្រមបោះដៃឬក៏ដោះស្រាយបញ្ហាចរចាឬក៏លុបបំបាត់នៅគេហៅថាបច្ចេកវិទ្យានុយក្លេអ៊ែរដែលអាចផលិតទៅដល់អាវុធបល័យលោកណានេះជាបញ្ហាប្រឈមដែលធ្វើឲ្យគម្រាមកំហែងដល់ប្រទេសនៅក្នុងតំបន់ជាពិសេសអ៊ីស្រាអែលហើយណាមួយប្រទេសអ៊ីរ៉ង់តែងតែប្រកាសជាវិជ្ជាការថានឹងគំនិតអ៊ីស្រាអែលអញ្ចឹងនេះជាក្តីបារម្ភរបស់អ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់អាមេរិកកត្តាមួយទៀតគឺសហរដ្ឋអាមេរិកខ្លួនឯងមិនអាចរកការចរចាឬក៏ស្រុកស្រួលជាមួយអ៊ីរ៉ង់បានមានតែប្រើយន្តការតាមកម្លាំងទ័ពឬក៏កម្លាំងបាយនេះអង្គសារនេះវាមិនជាចំណុចដែលយើងត្រូវគ្រប់គ្រងទេប៉ុន្តែកាលណាប្រទេសតូចមានកម្លាំងហើយនៅតែគេហៅថាមិនគ្រប់គោលការណ៍ឬក៏ប្រើយន្តការច្បាប់អន្តរជាតិវាមិនអាចដោះស្រាយបញ្ហាបានមិនអាចឈ្នះទៅប្រទេសធំបានទេបាទចុះសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់វិញដូចជាចិននិងរុស្ស៊ីអីជាដើមហេតុអីមិនមកជួយអ៊ីរ៉ង់បានត្រឹមមកចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអីជាដើមនិងព្រួយបារម្ភអីជាដើមនោះលោកបាទបើយើងនិយាយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់វាមានតែប្រទេសជាច្រើនរួមទាំងចិនឬក៏រុស្ស៊ីនេះជាប្រទេសកុម្មុយនីសហើយมันមានកម្លាំងសភាវុធខ្លាំងឯហើយណាមួយប្រទេសទាំងពីរជាគេហៅថាប្រទេសមហាអំណាចឬក៏ជាក្រុមប្រឹក្សាសន្តិសុខចិត្តស្ដែងទៀតអញ្ចឹងគាត់ប្រើតាមយន្តការអន្តរជាតិទៀតគាត់ប្រើក្នុងនាមខ្លួនគាត់ហើយចិនហើយនិងរុស្ស៊ីជាប់បញ្ហាផ្ទាល់ខ្លួនទៅវិញខ្លួនរុស្ស៊ីជាប់បញ្ហាសង្គ្រាមអ៊ុយក្រែនចិនជួបបញ្ហាខ្លួនឯងរឿងដែលគេហៅថាអំពើពុករលួយឬក៏បាត់យោធាផ្ទៃក្នុងហើយអញ្ចឹងនៅរឿងកោះតៃវ៉ាន់ទៀតចិនមិនហ៊ានលុបដៃបញ្ហាហ្នឹងអញ្ចឹងបើយើងមើលទៅសម្ព័ន្ធមិត្តរបស់ចិនឬក៏របស់រុស្ស៊ីហ្នឹងប្រហែលជាបាត់ជំនឿច្រើននៅក្នុងនេះយើងមើលចំនួនកម្ពុជាថៃក៏ចិនមិនមានបញ្ហាអីជួយឬអន្តរាគមន៍ឯណាដែលយើងមានមិត្តដៃថៃអញ្ចឹងតែវាទស្សនវិជ្ជានេះពលរដ្ឋកម្ពុជាអាចស្វែងយល់បានអំពីមិត្តភាពនៃការជួយជ្រោមជ្រែងគ្នានៅក្នុងមិត្តភាពគេហៅថាសម្ព័ន្ធមិត្តភាពបាទចុះងាកមកកម្ពុជាយើងវិញតើកម្ពុជាយើងអាចទទួលរងឥទ្ធិពលនៃសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នេះដែរទេបាទហើយបើរងឥទ្ធិពលអ្វីខ្លះរឿងពីរសំខាន់ទី1រឿងសង្គ្រាមផ្ទាល់រវាងអ៊ីរ៉ង់ជាមួយនឹងអាមេរិកអ៊ីស្រាអែលហ្នឹងវាប៉ះពាល់ទៅលើសកលលោកទូទៅពាក់ព័ន្ធនឹងកម្ពុជាយើងក៏ពាក់ព័ន្ធដែរដោយសារតែកាលណាកត្តាដែលនាំប្រេងតាមច្រកអូម៉ូសរបស់អ៊ីរ៉ង់ហ្នឹងវាចូលជា20%នៃទីផ្សារប្រេងសកលលោកអញ្ចឹងប្រទេសទាំងអស់ប៉ះពាល់មិនតែកម្ពុជាទេទី1ទី2ការនាំទំនិញទៅអឺរ៉ុបទៅប្រទេសផ្សេងៗហ្នឹងគឺប៉ះពាល់តម្លៃប្រេងឡើងហើយទី2នាំទៅតំបន់អឺរ៉ុបឬក៏តំបន់ឆឹកពពានហ្នឹងគឺប៉ះយើងកម្ពុជាក៏ជួបប្រសា
ចំណុចមួយទៀតកម្ពុជាដែលមានបញ្ហាប្រឈមឬក៏ហៅថាចំនួនឈ្នានីសពីប្រទេសថៃជួបឧបសគ្គមួយទៀតបានន័យថាសម្ដាប់តបពិភពលោកឡើងសូវមានអ្នកគោរពហើយអ្នកដែលលោកគេហៅថាថៃដែលបំពេញទៅគោលការណ៍ច្បាប់អន្តរជាតិអញ្ចឹងមានកម្លាំងខ្លាំងជាងកម្ពុជាអាចធ្វើអ្វីផ្សេងៗបានហើយប្រទេសអន្តរជាតិមានបញ្ហារវល់ច្រើនបញ្ហាធំច្រើនដូចសង្គ្រាមអ៊ីរ៉ង់អញ្ចឹងបញ្ហាកម្ពុជាត្រូវបានគេទុកមួយអន្លើមិនសូវបានយកចិត្តទុកដាក់ទេនេះជាក្តីប្រឈមធំរបស់កម្ពុជាចុះសម្រាប់កម្ពុជាយើងគួរធ្វើបែបម៉េចដើម្បីបង្ការដោយការពារខ្លួនពីបញ្ហានេះកម្ពុជាមានតែពង្រឹងខ្លួនឯងទីមួយពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចត្រូវរកយន្តការគោលនយោបាយដើម្បីលើកស្ទួយឬក៏ជំរុញចលករក្នុងស្រុកឲ្យគាត់ផលិតឲ្យបានច្រើនពឹងប្រើប្រាស់ផលិតផលជាតិខ្លួនឯងច្រើនហើយទីពីរប្រើនយោបាយការបរទេសផ្អែកលើគោលការណ៍ច្បាប់ពហុភាគីនិយមបានតាមយន្តការអន្តរជាតិហើយជំរុញឲ្យប្រទេសថៃគោរពគោលការណ៍ច្បាប់ហើយយន្តការដែលសមស្របបំផុតកម្ពុជាមានច្បាប់សន្ធិសញ្ញាបារាំងសៀមដែលយើងមានតាំងឆ្នាំ1907 4មកយើងយកមកប្រើសញ្ញានេះយកមកប្រើមកហើយតាមយន្តការអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិយើងហៅថាឲ្យតុលាការយុត្តិធម៌ដែលចេញសារក្រមថ្ងៃ15មិថុនាឆ្នាំ2022នេះអនុវត្តសារក្រមឲ្យបានពេញលេញហើយមានការបកស្រាយនៅតាមឆ្នាំ2013ជាដើមឲ្យអនុវត្តកុំឲ្យបកស្រាយទៀតបើឲ្យអនុវត្តឲ្យបានពេញលេញអញ្ចឹងយន្តការដែលយើងប្រើនេះគឺថាមានប្រសិទ្ធភាពឲ្យតែរដ្ឋាភិបាលកម្ពុជាប្រើយន្តការអន្តរជាតិឬក៏តុលាការអន្តរជាតិព្រោះកម្ពុជាអត់មានកម្លាំងយោធាឬក៏សិទ្ធិបុត្រធៀបជាមួយថៃបានទេមិញលោកក៏បានលើកឡើងឲ្យថាសម្រាប់ធ្នាប់ពិភពលោកលែងមានទៀតហើយដោយសារយន្តការអង្គការសហប្រជាជាតិនឹងមានភាពទន់ខ្សោយហើយច្បាប់លែងគ្រប់តើកម្ពុជាអាចដោះស្រាយតាមអ្វីដែលលោកគ្រូលើកឡើងនេះអាចទៅរួចទេដូចជាយន្តការអន្តរជាតិដែលជាដើមបាទជាការពិតយន្តការនេះវាខ្សោយក៏ប៉ុន្តែយើងមិនអាចបោះបង់បានទេដោយសារតែយើងមានជំរឿនផ្សេងវាអាចធៀបទៅនឹងយន្តការមួយវិញនៅក្នុងសង្គមកម្ពុជាយើងអាចយល់ទេបានថាយើងបាក់ជំនឿទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាប៉ុន្តែយើងអត់អាចបោះបង់តុលាការចោលកើតទេពីព្រោះយើងអត់មានជំរឿនអីផ្សេងយើងជាអ្នកទន់ខ្សោយដូច្នេះនៅក្នុងសង្គមអន្តរជាតិក្នុងជាតិដែរបើសិនបើយើងអត់សូវជឿលើប្រព័ន្ធយុត្តិធម៌ឬក៏ប្រព័ន្ធតុលាការយន្តការអន្តរជាតិទេក៏ប៉ុន្តែយើងអត់អាចបោះបង់ចោលបានពីព្រោះយើងកម្លាំងយោធាយើងអត់មានតតាំងមួយថៃបាននេះជាយន្តការមួយដែលកម្ពុជាត្រូវគិតពិចារណាហើយប្រើយន្តការនេះជាយន្តការការទូតដែលមានឥទ្ធិពលទៅលើឆាកអន្តរជាតិដើម្បីជំរុញឲ្យថៃនឹងគ្រប់គោលការណ៍ច្បាប់នេះបានបាទចុះកម្ពុជាគួរតែមានទំនាក់ទំនងឬចាប់ដៃគូជាមួយបណ្ដាប្រទេសផ្សេងដើម្បីការពារខ្លួនដែរឬទេពីបញ្ហានេះកម្ពុជាយើងតាមពិតយើងមានយន្តការច្បាប់ប្រើប្រាស់បានតុលាការយុត្តិធម៌អន្តរជាតិដែលចេញសារក្រម ICJ ដែលចេញសារក្រមថ្ងៃ15មិថុនាឆ្នាំ2022នេះជួយឲ្យកម្ពុជាមួយការពារក្តីការពារប្រសាទកម្ពុជាការពារព្រំដែនកម្ពុជានឹងបានទី2យើងមានកិច្ចប្រជែងសន្តិភាពនៅក្នុងប៉ារីសដែលអ្នកនយោបាយមួយចំនួនបានបំពេញថាវាចប់តែគួរតែពិចារណាឡើងវិញកុំពុកទៀងគោលការណ៍ច្បាប់ខ្លួនឯងទៀតមិនអាចទៅជជែកជាមួយអន្តរជាតិបានហើយកម្ពុជាក៏ទើបតែឲ្យសច្ចាប័នទៅច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ2022ដែរណានេះជាចំណុចវិជ្ជមានសម្រាប់កម្ពុជាអញ្ចឹងកម្ពុជាគួរតែប្រើយន្តការការទូតនិងយន្តការច្បាប់តាមមេធាវីអង្គការសហប្រជាជាតិឬក៏មេធាវីអន្តរជាតិដើម្បីដែលអាចជួយការពារកម្ពុជាខ្ញុំគិតថាយើងអាចធ្វើទៅបាន